rừng đám cầm nạt sắt côn lục miến bạn xây mà dạng hai thả sắt côn lục rụt riêng sọt điếng nó sắt cờ lồng tai miền miệt thông chiêng cờ lồng một tịch sầm bò vía cờ hom rụt tu trà na sàiในขนม Prey พนม หรือ Prey สรังสัตว์นี้จ้าខ្មែរយើងបាននិយាយតមកថាមានដើមកំណើតមកពីមនុស្សដោយមានរឿងដំណើរតទៅនេះកាលពីព្រេងនាយមានកសិករពីរនាក់ប្តីប្រពន្ធជាមនុស្សក្រលំបាកមានកូនស្រីតូច3នាក់កូនទី1ចេះដងទឹកដាំបាយកូនទី2ចេះនាំប្អូនដើរលេងកូនទី3ចេះរត់លេងក្រោយពីពេលដែលប្តីស្លាប់ចោលទៅនាងប្រពន្ធនៅមេម៉ាយជាមួយនឹងកូនស្រី3នាក់តែងតែទៅកាប់អស់បេះបន្លែទូទៅលក់នៅឯផ្សារជារៀងរាល់ថ្ងៃមួយនាងបានទៅជួបនឹងអ្នកលេងស៊ីផឹកម្នាក់ដែលតែងតែដើរលួចឆក់អ្នកដំណើរឆ្ងាយចិត្តបានលុយកាក់មកស៊ីផឹកហឺហាអ្នកលេងនោះកាបើក្រឡេកទៅឃើញនាងមេម៉ាយក៏សម្ដែងអាកប្បកិរិយាជាអ្នកគួសមសួរនាងថាចុះនាងនៅភូមិណាឆ្ងាយឬជិតហេតុអ្វីក៏មិនអោយប្តីជួយរែកប្រឹងទុកទូលម្នាក់ឯងពិតច្រើនម្លេះនាងក៏ប្រាប់ដោយត្រង់ថាខ្ញុំជាស្រីមេម៉ាយប្តីស្លាប់ចោលទៅសពថ្ងៃក្រលំបាកណាស់ប្រឹងកាប់អស់បេះបន្លែលក់គ្រាន់បានប្រាក់កាសបន្តិចបន្តួចយកទៅទិញអាហារចំណីឲ្យកូនស្រី3នាក់បរិភោគឬដូច្នេះអ្នកលេងនឹកអង្រួនក្នុងចិត្តគិតថានាងនេះមេម៉ាយមែនប៉ុន្តែមានរូបស្អាតគ្រាន់បើគួរអញតាមទៅសួរដល់ផ្ទះយកជាប្រពន្ធឲ្យបានហើយក៏និយាយថានាងខ្ញុំមានចិត្តអាណិតនាងណាស់ខ្ញុំសូមជូននាង10កហបណៈសម្រាប់ទិញអីវ៉ាន់ផ្ញើកូននាងមេម៉ាយក៏ទទួលយកភ្លាមដោយសេចក្តីត្រេកអរលុះលក់អស់នឹងបន្លែអស់ហើយនាងត្រឡប់ទៅផ្ទះវិញឯអ្នកលេងក៏លបដើរមកតាមក្រោយដើម្បីគន់មើលផ្ទះលុះពេលប្រឡប់ក៏ទៅជួបនាងនៅឯផ្ទះនិយាយគ្នាត្រូវមកហើយក៏យកគ្នាជាប្តីប្រពន្ធតទៅចាប់តាំងពីថ្ងៃនោះមកអ្នកលេងតែងតែចេញទៅប្លន់អ្នកស្រុក2-3ថ្ងៃមកផ្ទះម្ដងក៏មានកន្លះខែមកម្ដងក៏មាននាងនោះមានមាសប្រាក់ចាយបរិបូរស្លៀកពាក់សត្វតែរបស់ល្អក៏ទៅជាធំចិត្តឡើងចាងដើរលេងស៊ីផឹកជាមួយប្តីនៅតាមផ្សារភ្លេចគិតដល់កូនកំសត់ទាំង3នាក់មានចិត្តក្តៅក្រហាយស្អប់កូនស្រីរបស់ខ្លួនឃើញមុខកូនពេលណាចង់តែយកកាំបិតមកកាប់ឲ្យដាច់កទាំង3នាក់ពេលដាំស្លោឆ្អិនហើយនាំប្តីបរិភោគតែ2នាក់សល់បាយក្នុងឆ្នាំងបន្តិចបន្តួចកូនទាំង3នាំបងប្អូនកោះកាយស៊ីខ្លះដេកលក់ក្បែរជើងក្រានខ្លះដេកលក់នៅផ្ទះខ្លះដេកលក់នៅល្វែងផ្ទះខាងក្រៅមូសសុចខំពុះពងខ្លួនពេលព្រឹកនាងនោះតាក់តែងខ្លួនប្រានទៅស៊ីផឹកនៅឯផ្សារជាមួយប្តីរាល់ថ្ងៃមួយប្តីបាននិយាយរំលឹកថាបងមានសេចក្តីអៀនខ្មាស់មិត្តភក្តិខ្លាំងណាស់ព្រោះប្អូនចេះតែតាមបងទៅស៊ីផឹកឯផ្សារដូច្នេះបងសូមអង្វរចិត្តអូនសូមអូននៅផ្ទះថែកូនស្រីទាំង3នាក់ចោះឮប្តីនិយាយយ៉ាងនេះខាងនាងនោះគិតឃើញថាប្តីអញគាត់ហឺហាណាស់ពួកស្រីខូចក្នុងផ្សារស្គាល់គាត់ទាំងអស់បើអញបណ្ដោយតទៅមុខគាត់នឹងបោះបង់អញចោលជាមិនខានគូអញរកឧបាយសម្រាប់កូនស្រីទាំង3នាក់ចោលកុំអោយគាត់មានពាក្យចាក់ដោតថាឲ្យអញនៅចាំផ្ទះព្រោះតែកូនឡើយលុះដល់ខែពិសាមានភ្លៀងធ្លាក់ជោគជាំនាងនោះនិយាយបញ្ឆោតកូនថាកូនអើយការពុកឯងនៅរស់នៅតែដល់រដូវនេះហើយគាត់តែងនាំម្ដាយទៅសាព្រោះស្រូវនៅត្រពាំងទឹកក្នុងព្រៃចិត្តជើងភ្នំមៀងខ្ទមលំហដេកចាំស្រូវស្អែកនេះម្ដាយនឹងយកស្រូវពូជទៅសាព្រោះចូលកូនទៅដេកចាំចាប្រៀបលោកកុំឲ្យស៊ីស្រូវលុះព្រឹកឡើងនាងនោះនាំកូនចូលទៅក្នុងព្រៃរហោស្ថានចិត្តជើងភ្នំយកស្រូវទៅបាចសាច់ក្នុងត្រពាំងរួចផ្ដាំកូនថាណែហងរាល់គ្នាត្រូវនៅចាំស្រូវកុំទៅណាឆ្ងាយកុំទៅផ្ទះបើទៅអញវាសម្លាប់ផ្ដាំហើយនាងនោះទុកបាយឲ្យមួយចំអែតម្នាក់អង្គ3ចានពោត4-10គ្រាប់
កូនឆ្នាំងដីមួយនិងអំបិលប្រហុកបន្តិចបន្តួចដោយគិតថាយប់នេះខ្លានឹងមកខំស៊ីបើមិនស្លាប់ដោយសារខ្លាស៊ីក៏គង់ស្លាប់ដោយសារអត់បាយពំខានលុះផ្ដាំកូនស្រេចហើយក៏ត្រឡប់មកផ្ទះវិញដេកចាំផ្លូវប្តីមកពីរកស៊ីលុះប្តីមកដល់ក៏សួរថាកូនស្រីទាំង3នាក់ទៅដើរលេងអាណាពុំឃើញមកផ្ទះប្រពន្ធប្រាប់ថាខ្ញុំប្រើវាឲ្យទៅចាំស្រូវជាមួយចាស់ទុំជាច្រើនលុះស្រូវទុំទើបវាត្រឡប់មកវិញចំណែកកុមារីទាំង3នាក់នាំបងប្អូនយកគ្រាប់ពោតទៅកប់តាមមាត់ត្រពាំងពេលយប់នាំគ្នាឡើងទៅដេកលើខ្ទមឮសូរតែមាត់ដំរីចចកស្វានស្វាស្រែកត្រហឹងអើងកងពេញព្រៃស្មោសាននាងបងមានសេចក្តីផិតភ័យញ័រខ្លួនដោយកូនសត្វស្ទើរគ្មានប្រឡឹងនៅក្នុងខ្លួនលួងប្អូនកុំឲ្យយំខ្លាចសត្វសាហាវទាំងនោះវាមកខំសម្លាប់គ្រានោះអារ្យទេវតាដែលស្ថិតនៅក្នុងព្រៃស្មោសានគិតថានាងម្ដាយហេតុអ្វីក៏យកកូនតូចមកប្រះចោលក្នុងព្រៃដូច្នេះបើអញមិនជួយកុមារីទាំង3នាក់នេះផងទេមុខជាមរឹកពីយងខ្នងស៊ីពំខានគូអញសង្គ្រោះកុមារទាំងអស់នេះទម្រាំផុតពេលរាត្រីហើយអញនឹងក្រាបទូលសម្ដេចឥន្ទរាជគិតស្រេចអារ្យទេវតាសម្ដែងរទ្ធីស្រែកគំរាមសត្វពួកសាហាវឲ្យរត់ខ្ចាត់ខ្ចាយទៅលុះព្រឹកឡើងក៏បោចូលទៅកាន់សំណាក់ទេវរាជឈ្មោះវេរុននៅទិសឦសានដើម្បីឲ្យទេវរាជនេះនាំដំណឹងទៅក្រាបទូលព្រះឥន្ទរាជវរុនទេវរាជរំពឹងឃើញថាការនេះមិនចាំបាច់ទៅក្រាបទូលព្រះឥន្ទរាជទេព្រោះកុមារីទាំង3នេះត្រូវคลายខ្លួនទៅជាសត្វបក្សីហើយបង្គាប់ថាត្រូវអ្នកឯងជួយការពារកុមារីទាំង3នេះឲ្យម្សត់កុំឲ្យមានសត្វសាហាវបៀតបៀនបានទម្រាំវាคลายខ្លួនទៅជាសត្វបើវាឃ្លានអាហារត្រូវនិមិត្តជាត្រីក្រឹមទុនសាយខ្យងខ្ចៅដាក់ក្នុងត្រពាំងមួយឲ្យវាស៊ីទៅអារ្យទេវតាត្រឡប់មកវិញក៏ធ្វើតាមបង្គាប់វរុនទេវរាជឯកុមារីទាំង3នាក់នោះទៅចាំស្រូវបាន3យប់3ថ្ងៃក៏អស់អង្គ3ចានដែលម្ដាយទុកឲ្យស៊ីប្អូនយំរកបាយស៊ីបងបានដើរទៅបេះស្លឹកថ្លឹងចូលទៅក្នុងថ្លុកក្តិចត្រួយត្រកួននិងដើមអំពៅដៀបយកមកចែកគ្នាស៊ីប្អូនបងអស់ចេះតែស្រែកយំបងក៏នាំគ្នាចោះទៅចាប់ត្រីក្រឹមទុនសាយធំមួយបានមកប្រងដុតស៊ីតែភ្លើងដែលម្ដាយបង្កាត់ទុកឲ្យរលត់អស់ទៅក៏នាំបងប្អូនហែកស៊ីឆៅបន្តិចម្នាក់ប្អូនចេះតែយំកន្ទក់កន្ទិញចង់ទៅផ្ទះបងថាមិនហ៊ានទៅទេខ្លាចម៉ែវាយតែប្អូនទាំងពីរស្រែកយំខ្លាំងពេកបងទ្រាំពុំបានក៏នាំទៅផ្ទះឯម្ដាយការបើឃើញកូនស្រីបណ្ដាគ្នាមកដូច្នេះក៏មួម៉ៅស្រែកជេរពីផ្ទះថាមេកូនចង្រៃអញថាយកវាទៅប្រោះចោលឲ្យស្លាប់ព្រាត់ប្រាសអស់ទៅឥឡូវមិនស្លាប់បែរជានាំគ្នាត្រឡប់មកវិញអញវាយសម្លាប់ឥឡូវហើយកុំឲ្យឃើញមុខមាត់អញមិនឲ្យហងឡើងផ្ទះសម្បែងទេនាងបងអង្វរថាសូមអ្នកម្ដាយអាណិតកូនផងចោះព្រោះប្អូនចេះតែយំឃ្លានបាយអស់ពី3ថ្ងៃមកហើយស៊ីតែស្លឹកឈើជំនួសបាយភ្លើងក៏រលត់អស់បើម៉ែមិនឲ្យទៅកូនសូមតែអង្គនិងភ្លើងត្រឡប់ទៅវិញសូមម្ដាយកុំធ្វើបាបកូនសុំទោសឯកូនប្អូននិយាយប្រាប់ម្ដាយថាម៉ែបងចាប់បានសាយស៊ីអែតម្ដាយលើកូនប្រាប់ថាចាប់បានទុនសាយស៊ីឆ្អែតក៏រត់តែមួលម៉ៅខ្លាំងណាស់ទៅទៀតជេរបញ្ចោលថាមេកូនចង្រៃវាបានទុនសាយចែកគ្នាស៊ីម្ដេចកុំយកឲ្យអញស៊ីផងនិយាយតែប៉ុណ្ណោះក៏ស្ទុះទៅវាយកូនទាំង3នាក់ធាក់ច្រំបណ្ដេញឲ្យទៅព្រៃវិញរបស់អ្វីបន្តិចបន្តួចក៏មិនឲ្យសោះប៉ងឲ្យទៅស្លាប់មកទៅគូឲ្យអាសូរកុមារី3នាក់នោះពុនពេកម្ដាយវាយបែកឈាមហូរសស្រាក់ក៏នៅតែមិនបាត់វាចាថាម៉ែអត់ដឹងថាម្ដាយប្រុងសម្លាប់ខ្លួនចោលសោះឯកុមារីប្អូនចេះតែអួតប្រាប់ម្ដាយថាបានសាយស៊ីអែតម្ដាយឮដូច្នេះក៏រត់តែវាខ្លាំងថែមទៀតនាងបងប្រឹងអស់ទាញប្អូនទាំងពីរនាក់ទៅដោយគិតឃើញថាបាទ្រាំនៅមុខតែម្ដាយសម្លាប់មិនខានហើយនាំគ្នាទៅក្នុងខ្ទមដដែលដោយក្រំគ្រានឹងម្ដាយវាយសំពងក៏សម្លាប់បាត់ស្មារតីទាំង3នាក់អារ្យទេពតាការបើឃើញដូច្នេះ
ក៏យកទឹកមកប្រោះព្រំកុមារីទាំង3នាក់ឲ្យមានស្មារតីឡើងវិញកុមារីទាំង3នាក់លុះដឹងស្មារតីឡើងហើយស្រែកទ្រហោយំទាំងអស់គ្នាឯនាងបងក៏ចោះទៅចាប់ត្រីក្រឹមទុនសាយនិងរាវរកខ្ចងខ្ចៅមុខហែកចែកបងប្អូនស៊ីជំនួសបាយជានិច្ចរាល់ថ្ងៃត្រីនិងខ្ចងខ្ចៅចេះតែមានមិនអស់ព្រោះទេវតានិមិត្តឲ្យកាលណាថ្ងៃក្តៅល្អស្រង់មុខហាលថ្ងៃឲ្យក្រៀមវាបំបែកហើយចែកគ្នាស៊ីទៅនាងបងនិយាយគៀកកប្អូនលួងលោមថាអូនអើយយើងទាំង3នាក់នេះពុំបានជួបមុខម៉ែទៀតទេព្រោះគាត់មានប្តីថ្មីទៀតបានជាគាត់ស្អប់យើងហើយរករឿងសម្លាប់យើងចោលយើងកុំសង្ឃឹមថាមានជីវិតរស់នៅតទៅមុខទៀតណាមួយសម្ពុតអាយមានតែមួយម្នាក់សម្រាប់ស្លៀកដណ្ដប់ឥឡូវនេះដាច់ដាបអស់ទៅហើយតទៅមុខយើងរងាអោបក្បាលជង្គង់ហើយនឹងអាក្រាតកាយនៅតែខ្លួនទៅទេដោយសัตว์ទេរឆានអំពីពោតដែលនាងបានដាំជុំវិញភ្លឺត្រពាំងនោះបាន3ខែមានផ្លែចាស់ខ្ចីសัตว์ជ្រូកក្តាន់ស្វាកំប្រុកពុំហ៊ានទៅស៊ីឡើយព្រោះអរិយទេវតាតែងតែថែរក្សានាងបងតែងទៅបេះយកមកបរិភោគជាមួយនឹងត្រីក្រឹមទុនសាយហើយនឹងខ្យងខ្ចៅលុះបាន6ខែកុមារីទាំង3នាក់ស្រាប់តែដោះរំចេញពីខ្លួនដៃសងខាងដោះចេញទៅជាស្លាប់ទៅផ្ទះហើទៅដល់ពងឈើចាប់ប្រកងបេះផ្លែឈើបានទាំងអស់គ្នាតែហាទៅឆ្ងាយពុំរួចបបោមាត់ដោះចេញទៅជាចម្ពុះរឹងមាត់និយាយភាសាមនុស្សពុំកើតគ្រាន់តែដឹងខ្លួនថាខ្លួននៅជាមនុស្សតែដល់និយាយទៅជាសម្លេងសត្វទេរឆានយូរទៅកាន់តែហើរបានឆ្ងាយបន្តិចម្ដងព្រោះតាំងពីបបោមាត់ដោះចេញទៅជាចម្ពុះមិនដែលនិយាយជាភាសាមនុស្សសោះតែបើមនុស្សនិយាយទៅរកនៅស្ដាប់បានឯប្តីចុងរបស់នាងជាម្ដាយនៃកុមារីទាំងនោះតែងប្រព្រឹត្តអំពើចោរកម្មជានិច្ចថ្ងៃមួយមានអ្នកចិត្តខាងគេប្តឹងដល់រាជការក៏ចាប់យកទៅដាក់គុកមួយជីវិតពេលនោះនាងជាម្ដាយដេកព្រួយចិត្តនឹកអាណិតដល់កូនកំសត់ទាំង3នាក់តែខ្លួនបានធ្វើទុកបុកម្នេញហើយដើរទៅក្នុងព្រៃឃើញកូននៅរញ៉ុងក្នុងខ្ទមស្គាល់ច្បាស់ជាកូនព្រោះមានទម្រង់ជាមនុស្សនៅឡើយតែដល់ស្លាប់មានចម្ពុះដោយសត្វដេរឆានក៏ស្រែកហៅថាកូនអើយឥឡូវម្ដាយមកទទួលកូនទៅវិញម្ដាយលែងឲ្យកូននៅក្នុងព្រៃទៀតហើយកូនទាំង3នាក់ឮមាត់ម្ដាយហៅស្គាល់ជាក់ជាម្ដាយក៏គិតគ្នាថាម៉ែយើងមករកសម្លាប់យើងទៀតហើយត្រូវយើងកុំទុកចិត្តគាត់យើងនាំគ្នាហើទៅល្អជាងគិតដូច្នេះក៏នាំគ្នាហើត្រសងទៅទុំលើឈើខ្ពស់មួយដើមស្រែកប្រាប់មុខម្ដាយដោយបំណងនិយាយថាយើងផុតនិស័យជាកូនលោកហើយយើងទៅជាសត្វដេរឆានល្អជាងអ្នកកុំមកចិត្តយើងប៉ុន្តែសម្ដីដែលស្រែកប្រាប់មុខម្ដាយនោះមិនច្បាស់លាស់ជាសម្ដីរបស់មនុស្សទេទើបជាស្រែកថាកូនលោកទៅវិញកាលបើម្ដាយចូលទៅចិត្តក៏នាំគ្នាហើទៅទុំលើដើមឈើដទៃទៀតស្រែកថាកូនលោកម្ដាយចេះតែដើរស្រែកហៅកូនតតែអស់កម្លាំងដើរពុំរួចណាមួយអត់អាហារបរិភោគផងក៏ដួលស្លាប់ទៅនៅប្រទេសកម្ពុជាសត្វនេះតែងតែហើរមករើសខ្យងខ្ចៅស៊ីតាមវាលស្រែក្បែរជើងភ្នំឬព្រៃស្រោងកាលណាវាផ្អើលនឹងមនុស្សឬសត្វដូចគ្នាវាស្ទុះហើរស្រែកយំឮថាកូនលោកលុះរាត្រីស្ងាត់វាធ្ងួយធ្ងរមុខគួរឲ្យស្រណោះពន់ពេករឿងដើមកំណើតសត្វផ្សោតកាលពីព្រេងនាយយូរលង់ណាស់មកហើយមានដើមជ្រៃធំមួយមានមែកត្រសុំត្រសាយសាខាមហាជននៅភូមិជិតខាងគេរាប់អានកោកខ្លាចរុក្ខជាតិនេះណាស់ក្នុងសម័យនោះគេធ្វើខ្ទមមានរូបចម្លាក់ថ្មជាភេទប្រុសមួយស្រីមួយដាក់ឲ្យអង្គុយនៅលើផែនថ្មក្នុងខ្ទមនោះគេតែងបួងសួងបន់ស្រន់ថ្វាយក្រយាបូជាសំសេចក្តីសុខក៏ធ្លាប់បានសុខរៀងមកគេសន្មតថាអ្នកតាចាស់ស្រុកមានរុក្ខទេវតាមួយមានអាយុវែងមិនដឹងជាអាយុប៉ុន្មានឆ្នាំមនុស្សយើងទេធ
ហិតនៅលើដើមជ្រៃធំនោះជាស្ដេចនៃយើងយូរទៅមានស្រីម្នាក់មកចាប់បដិសន្ធិជាកូនអ្នកស្រុកដែលរាប់អានដើមរុក្ខជាតិនោះលុះធំពេញជំទង់ឡើងដល់រដូវដែលត្រូវសែនព្រេនថ្វាយក្រយាបូជាអ្នកតាចាស់ស្រុកនាងនោះក៏ទូថាសបាយទឹកនំចំណីទៅសែនជួសឪពុកម្ដាយរុក្ខទេវតាក្រឡេកឃើញចេះតែមានចិត្តអាណិតអាសូរស្រឡាញ់នាងនោះហាក់ដូចជាព្រាត់គ្នាពីកាលណាមកហើយទើបនឹងបានជួបមុខគ្នាថ្មីរុក្ខទេវតានោះកាន់តែវិតកៈចិត្តអាណិតស្រឡាញ់នាងខ្លាំងណាស់ទ្រាំពុំបានក៏ហោះទទួលសួរព្រះឥន្ទតាមដំណើរព្រះឥន្ទទ្រង់រំពឹងដោយញៀនទៅឃើញថានាងនោះកាលពីជាតិមុនជាប្រពន្ធរុក្ខទេវតានេះបានកសាងប្រាថ្នាជាមួយគ្នាមកថាទោះបីទៅកើតជាតិណាភពណាសូមឲ្យជួបគ្នាបានជាប្តីប្រពន្ធនឹងគ្នាគ្រប់ជាតិលុះចាស់រៀងខ្លួនរុក្ខទេវតានោះសុំលាទៅបួសជាតាបសអស់ជីវិតដោយខ្លួនពីគ្នាទៅតាបសមកកើតជារុក្ខទេវតានេះប្រពន្ធទៅកើតជានាងទេពធីតាបែកគ្នានៅឆ្ងាយមិនជួបជុំនាងប្រពន្ធផុតពីទេពធីតាមកកើតចិត្តទីកន្លែងដែលទេពតាជាប្តីនៅមកពីមាននិស័យពីជាតិមុនយ៉ាងនេះទើបបណ្ដាលឲ្យរុក្ខទេវតាចេះតែស្រឡាញ់អាណិតអាសូរនាងតែមកពីរុក្ខទេវតានោះមានពៀដែលកិច្ចទៅបួសចោលប្រពន្ធឲ្យព្រួយទុក្ខវេទនាលុះអស់សង្ខារទៅមិនឲ្យជួបមុខបានជាតយត់ទៅកើតជាមនុស្សវិញមិនជួបគ្នាព្រះឥន្ទសម្ដែងប្រាប់រុក្ខទេវតាដូចរៀបរាប់មុខនេះរុក្ខទេវតាបានដឹងសពគ្រប់ហើយក៏លាព្រះឥន្ទមកវិញគិតពិចារណាថាឥឡូវនឹងទៅថ្វាយបង្គំលាព្រះឥន្ទធារាជសុំសយត់ទៅកើតជាមនុស្សឃើញថាជាការមិនគួរព្រោះប្រពន្ធទៅកើតធំពេញក្រមុំទៅហើយសង្ខាររបស់មនុស្សខ្លីណាស់មិនដូចទេវតាទេទេវតាគិតចោះកាត់ឡើងមិនធ្លុះមិនធ្លាយត្រង់ណាសោះហេតុតែមានពៀដែលកិច្ចទៅបួសជាតាបសមិនឲ្យឃើញមុខត្រាតែសូនសង្ខាររៀងខ្លួនរុក្ខទេវតាព្រួយខ្លាំងណាស់ក៏ប្រថុយប្រានប្រធានប្រេងថាណាហើយចោះអញទៅប្រាប់ប្រពន្ធឲ្យដឹងថាខ្លួនអញជាប្តីគូប្រេងទៅចាប់ជាតិជារុក្ខទេវតានាងអត់គូប្រេងទៀតទេបើនាងបានដឹងថាខ្លួនអញជាប្តីនាងមុខជានាងលែងយកប្តីមួយជាតិនេះហើយគិតស្រាច់ពេលរាត្រីស្ងាត់ក៏និមិត្តខ្លួនធ្វើជាពស់ថ្លាន់ចូលទៅអោបរិទ្ធនាងភ្ញាក់ឡើងបំរះពំរួចពស់ថ្លាន់និយាយលួងលោមសពគ្រប់មិនជឿថាបើប្តីជារុក្ខទេវតាហេតុម្ដេចក៏មកជាពស់ថ្លាន់ដូចនេះវិញរុក្ខទេវតាជាប្តីថាបាននាងមិនជឿបងនឹងប្រែរូបឲ្យនាងមើលរុក្ខទេវតាក៏ផ្លាស់រូបជាទេវតាវិញភ្លាមនាងក៏លេចឃើញក៏ស្រឡាញ់ពេញចិត្តជឿជាក់ថាប្តីខ្លួនជាទេវតាមែនព្រោះរូបមនុស្សណានឹងល្អឲ្យដូចពុំបានរុក្ខទេវតានិយាយប្រាប់នាងថាខ្លួនបងបើមិននិមិត្តខ្លួនជាសត្វបែបនេះទេមិនអាចមកនៅចិត្តនាងបានឡើយត្រូវតែនិមិត្តរូបជាសត្វផ្ដេសផ្ដាស់ទើបនៅជាមួយនាងបាននិយាយរួចនិមិត្តខ្លួនជាពស់ថ្លាន់វិញពស់ថ្លាន់នេះប្រន់តែនៅជាមួយនាងប៉ុណ្ណោះទេប៉ុន្តែមិនដែលរួមសង្វាសជាមួយនឹងនាងនោះឡើយហើយហាមប្រពន្ធថាកុំនិយាយប្រាប់ម៉ែឪបងប្អូននិងអ្នកស្រុកឲ្យដឹងថាជាទេវតាឲ្យថាតែពស់ថ្លាន់ពេលថ្ងៃបងមិននៅជាមួយនាងទេបងមុខលេងតែយប់សំផ្លាស់រូបជាទេវតាឲ្យឃើញម្ដងចិត្តភ្លឺហើយលឺមាត់និយាយគ្នាឪពុកម្ដាយចូលទៅមើលឃើញពស់ថ្លាន់ពេលត្រេលពេញល្វែងផ្ទះក៏ភ្ញាក់ច្រឡោតស្រែករុក្ខទេវតាភៀសខ្លួនបាត់ទៅឪពុកម្ដាយហើយកូនស្រីមកសួរកូននិយាយសារស័ព្ទប្រាប់តាមរឿងពីដើមចប់ដល់ចុងឪពុកតល់ប្រាជ្ញមិនដឹងធ្វើម្ដេចក៏ដកដង្ហើមធំសួរកូនថាឥឡូវពស់ថ្លាន់ទេវតានោះទៅណាបាត់ទៅហើយកូនប្រាប់ថាពេលថ្ងៃមិនមករកទេយប់ទៅមកនាងប្រាប់ឪពុកម្ដាយថាទេវតាជាប្តីហាមមិនឲ្យនិយាយប្រាប់
គេថាជាទេវតាទេឲ្យថាតែពស់ថ្លាន់ហើយលុះពេលរាត្រីស្ងាត់រុក្ខទេវតាមកដល់ប្រពន្ធនិមិត្តរូបជាទេវតាឲ្យនាងមើលតាមសេចក្តីសន្យានាងក៏អុចភ្លើងភ្លឺឡើងស្ទុះទៅអោបប្តីដោយសេចក្តីមេត្រីស្នេហាឮមាត់និយាយគ្នាឪពុកម្ដាយចូលទៅលបមើលឃើញទេវតាល្អណាស់ក៏ស្រឡាញ់ពេញចិត្តនឹងរុក្ខទេវតានោះក្រៃលែងរុក្ខទេវតាដឹងថាឪពុកម្ដាយលបមើលផ្លាស់រូបទៅជាពស់ថ្លាន់វិញភ្លាមឃើញធំត្រេលពេញបន្ទប់ផ្ទះទៀបភ្លឺរុក្ខទេវតាប្រាប់ប្រពន្ធឲ្យនាំឪពុកម្ដាយទៅជីកយកកំណប់ក្នុងដំបូកមួយបានមាសប្រាក់ពេជ្រកែវកងតក់ថាសចានជញ្ជូនមកដាក់ពេញផ្ទះឡើងទៅជាអ្នកមានធំយូរទៅដឹងជ្រួតជ្រាបដល់អ្នកស្រុកមកមើលឈូឆរឃើញពិតជាពស់ថ្លាន់ពេលត្រេលនៅជាមួយនឹងនាងនិយាយពីបរោះប្តីប្រពន្ធមានកូនក្រមុំមួយនៅភូមិផ្សេងពីនាងមានប្តីពស់ថ្លាន់ទេវតានោះចេះតែរំភើបក្នុងចិត្តនាំប្តីប្រពន្ធសរសើរថាវាសនាអ្វីគេក៏ល្អម្លេះពីដើមជាអ្នកក្រដូចគេឯងសោះឥឡូវមានផ្ទះធំខ្វាត់ខ្វែងត្រឆឹងត្រឆៃមានគោក្របីដំរីសេះខ្ញុំកំដរប្រើកក្រឹកកក្រែងល្បីឈ្មោះថាចៅសួរសេដ្ឋីនេះមកពីកូនគេមានប្តីពស់ថ្លាន់ឲ្យកំណប់ប្រេងបរោះនោះតូចចិត្តនឹងខ្លួនឯងណាស់ចេះតែដកដង្ហើមធំចេះតែទន្ទិញទាំងយប់ទាំងថ្ងៃប្រពន្ធឃើញប្តីកើតទុកដូច្នេះក៏និយាយប្រាប់ប្តីថាខ្ញុំបានលើចាស់ទុំនិយាយរៀងមកថាសត្វពស់ថ្លាន់មិនដូចពស់ទាំងពួងទេតែមានដំបូកធំក្នុងព្រៃហើយច្រើនមានពស់ថ្លាន់ពាត់ពេននៅទីនោះគេថាពស់រក្សាបំណប់ប្រេងប្តីថាបាដូច្នេះព្រឹកស្អែកឯងណាំបាយឲ្យបងពីព្រឹកកុំឲ្យនរណាដឹងបងនឹងដើរស្វែងរកពស់ថ្លាន់ពាត់ដំបូកក្នុងព្រៃធំបើឃើញបងនឹងចាប់យកមកធ្វើជាប្តីកូនយើងប្រពន្ធពេញចិត្តក៏ព្រមព្រៀងគ្នាព្រឹកឡើងដាំបាយវិជ្ជាសំណុំព្រមទាំងទឹកបំពង់ប្រគល់ឲ្យប្តីក៏ដើរស្វែងរកពស់ថ្លាន់បុរសនោះចូលក្នុងព្រៃធំមិនយូរប៉ុន្មានក៏បានប្រទះដំបូកធំមួយក្នុងព្រៃទួលមានបន្លាស្អិតនិងវ៉ារវឹមរវៀមវាពាក់ព័ទ្ធលើគ្នាបុរសចូលទៅអើតឈ្ងោកមើលឃើញពស់ថ្លាន់ពេលត្រេលលើក្បាលដំបូកពស់នោះតាំងពីមកនៅក្នុងព្រៃដំបូកនេះអស់កាលជាយូរអង្វែងណាស់មកហើយវាមិនដែរវាទៅកាន់ទីណាសោះទោះបីអត់ឃ្លានយ៉ាងណាក៏សួរទ្រាំទៅនៅក្នុងទីនោះរូបពស់នេះក៏ទៅជាស្គាំងស្គមអស់កម្លាំងស្ទើរតែកម្រើកខ្លួនមិនរួចបរោះយកឈើគោះមើលក៏មិនទាំងកម្រើកខ្លួនផងបរោះនោះនឹកត្រេកអរក្នុងចិត្តណាស់គិតថាពស់ថ្លាន់នេះច្បាស់ជាមានកំណប់ហើយបានជាស្លូតម្លេះក៏បោចវ៉ាចងទាំងភ្នែនស្រាក់ស្រោតជាប់ពស់ក៏មិនរើប៉ុន្មានព្រោះវាស្គាំងស្គមដោយអត់អាហារមកយូរហើយបរោះលើកស្ពាយទាំងភ្នែនមកដោយធ្ងន់ខ្លាំងពេកក៏ចេះតែឈប់សម្រាកតាមផ្លូវតលប្រលប់ទើបមកដល់ផ្ទះស្រែកហៅប្រពន្ធនិងកូនក្រមុំពីក្រៅរបងឲ្យទៅជួយទទួលប្រពន្ធនិងកូនក្រមុំក៏ចោះរត់ទៅទទួលឃើញប្តីឪពុកស្ពាយពស់ថ្លាន់ទាំងភ្នែនក៏ត្រេកអរឥតឧបមាលុះមកដាក់ដល់លើផ្ទះអួតប្រាប់ប្រពន្ធថាពស់នេះស្លូតណាស់ត្រូវចិត្តបងហើយបើកានឯងមិនជឿទៅចាប់អង្អែមើលចោះស្ទើរតែមិនកម្រើកខ្លួនប្រានផងប្រពន្ធលោកដៃទៅពាល់មើលឃើញមិនកម្រើកមែនក៏ចេះតែបបោះអង្អែសរសើរថាកូនអើយពណ៌សម្បល់អ្នកអីក៏ល្អម្លេះដូចជាទៅនឹងទឹកមាសថ្មីជាហូលដែលជាងចេះចងគាត់យ៉ាងណាក៏ល្អមិនដូចអ្នកដែរពស់ថ្លាន់ដោយជាប់ចំណងផងហើយហែវកម្លាំងនឹងអត់អាហារយូរថ្ងៃផងក៏ធ្វើតែភ្នែកភ្លឺលិតអណ្ដាតផ្លែតប្រហែលជាក្នុងចិត្តវាដៃឃ្លានប្រងតលេបមនុស្សប្តីតាំងបង្គាប់ប្រពន្ធនិងកូនក្រមុំឲ្យវាយមន់ស្លដណ្ដើមបាយឲ្យឆាប់និងរៀបសែនព្រេន
ប្តឹងជីដូនជីតារៀបសំគុំឲ្យកូនយកប្តីពស់ថ្លាន់ប្តីរត់ទៅទិញស្រាបានមកប្រពន្ធដាំបាយស្លោឆ្អិនដួសដាក់តុថាហៅបងប្អូនជិតខាងឲ្យមកជួយសែនព្រេនបង្គាប់កូនក្រមុំរៀបចំដំណេកអង្គុយអ្នកស្រុកជិតខាងដែលមានបញ្ញាវៀងវៃគេលន់មាត់នឹងបរោះនោះថាឈួតថាព្រិលគ្រប់គ្នាអ្នកខ្លះក៏រកពុទ្ធោអ្នកខ្លះដែលត្រូវស្រាឲ្យតែគេហៅឲ្យចូលទៅជួយសែននឹងបានស៊ីផឹកសបាយលុះទៅជួបជុំគ្នាហើយក៏លើកពស់ថ្លាន់ទៅដាក់លើកំរាលសម្ពុតសស្រាយចំណងឲ្យកូនក្រមុំទៅអង្គុយទន្ទឹមពស់នោះក៏នៅតែស្ងៀមដោយគ្នាអត់អាហារមកយូរថ្ងៃហើយបរោះបង្គាប់ឲ្យលើកថាសបាយសម្លទៅដាក់ឲ្យទៀនធូបសម្បងសម្រងប្តឹងជីដូនជីតាច្រូចស្រា3ដងរួចចាប់សំណែននំចំណីបាយសម្លគ្រប់មុខដាក់ច្របោកចូលគ្នាមួយចានយកទៅចាក់នៅមុខផ្ទះហៅពួកអង្រឹងជើងស្នែងឲ្យស៊ីព្រោះជីដូនជីតាពិសារួចហើយលើកតុថាសចេញមកក្រៅលុតភ្លើងទុកកូនក្រមុំឲ្យនៅជាមួយពស់ថ្លាន់ក្នុងបន្ទប់នាងនោះប្រហែលជាខ្លាចពស់ដែរប៉ុន្តែនឹងចេញមកក្រៅខ្លាចឪពុកម្ដាយព្រោះគេផ្សំដំណេកឲ្យពស់ថ្លាន់ហើយក៏ចេះតែអត់ទ្រាំទៅក៏មិនដឹងឬត្រេកអរជាមួយនឹងពស់នោះដែរក៏មិនដឹងចំណែកឪពុកម្ដាយនាំញាតិមិត្តស៊ីមន់ផឹកស្រាឯល្វែងខាងក្រៅពស់នោះការមនុស្សនៅស៊ីផឹកមាត់អ៊ូអវានៅតែស្ងៀមធ្វើមាត់ដូចជាមិនដឹងខ្លួនលុះគេស៊ីផឹករួចទៅស្ងាត់អស់ប្រហែលជាពាក់កណ្ដាលអាត្រៀតវាលាខ្លួនខ្សាកវាឥតរឹតរួតនាងនោះទេព្រោះពស់នេះវាធំល្មមលេបនាងបានតែម្ដងវាគ្រាន់តែយកកន្ទុយរឹតកដៃនាងនោះជាប់ញាក់ក្បាលមកក្រោមគៀវជើងប្រមូលផ្ទឹមគ្នាវាហាមាត់លេបជើងនាងទាំងពីរតែម្ដងពីដំបូងនាងនោះស្មានថាពស់ថ្លាន់ប្រុងរួមបវេនីនឹងខ្លួនបានជានាងនៅស្ងៀមមិនមាត់ព្រោះដេកជាមួយគ្នាតាំងពីល្ងាចមិនអីសោះបែរជាទុកចិត្តពស់បន្តិចទៅហើយលុះវាលេបស្រើតដល់ក្បាលជង្គង់នាងនឹកសង្ស័យថាពស់ថ្លាន់ច្បាស់ជាលេបអញពិតហើយគិតនឹងក្រោកក៏ក្រោកមិនរួចកន្ទុយពស់វារិតដៃនាងជាប់នាងភ័យណាស់ស្រែកហៅម្ដាយថាពស់ថ្លាន់វាលេបខ្ញុំហើយម្ដាយឮមាត់កូនស្រែកហៅក៏ស្រែកសន្ធាប់ទៅវិញថាខ្មោចមេចង្គួតប្តីប្រឡែងផងបានតែព្រើលពុកស្រវឹងស្រាដេកសន្លប់ហៀទឹកមាត់ក៏ខ្លាក់លុះពស់ថ្លាន់លេបដល់ចង្កេះនាងនោះស្រែកហៅម្ដាយថាម៉ែជួយកូនផងពស់លេបដល់ចង្កេះហើយម្ដាយរត់តែជេរបញ្ចោលពីក្រៅមកហើយស្ដីបន្ទោសថាកូនអីក៏ចង្រៃមិនចេះខ្មាស់គេឯងមិនច្រឡំនឹងអ្នកស្រុកតិចអញចូលទៅវាយក្បាលក្នុងដំណេកបែកឥឡូវនាងនោះចេះតែស្រែកថាម៉ែអើយជួយកូនផងពស់លេបដល់ចុងដង្ហើមហើយបុនតិចស្រែកថាលេបដល់កហើយម្ដាយឮកូនស្រែកញយពេកក៏មិនខ្ចីទាំងមាត់ក៏តបផងគិតតែពីសងំដេកលុះលេបដល់បបោមាត់ក៏ស្រែកលាពុកម្ដាយថាបើម៉ែឪមិនជួយកូនទេកូនសុំលាស្លាប់ហើយម្ដាយស្ដាប់ទៅឮមាត់កូនងល់ក្នុងមាត់ពស់ថ្លាន់ដែលវាលេបគ្រប់បបោមាត់ហើយនោះលុះបាត់ឮមាត់កូនម្ដាយសង្ស័យក៏អុចភ្លើងចូលទៅមើលបាត់កូនឃើញតែពស់ធំកំពេញតាំងពីក្រោមរហូតដល់ចិត្តពាក់កណ្ដាលខ្លួននាងម្ដាយនោះក៏ស្រែកទួយងោងផ្អើលឆាឡោដល់អ្នកស្រុកអ្នកភូមិផ្ទះចិត្តខាងទាំងពាក់កណ្ដាលត្រៀតឪពុកភ្ញាក់ឡើងហៅអ្នកស្រុកមកជួបជុំចោមចាប់ពស់ថ្លាន់តាក់ក៏ចងសន្ធឹងយកកាំបិតព្រាវវះយកកូនបានមកសន្លប់សូនឆឹងដូចជាស្លាប់តែខ្លួននៅក្តៅប្រឡាក់សតតែរំអិលពោះពេញទាំងខ្លួនទាំងក្បាលនិងដៃជើងឆ្អាបក៏ខ្វាក់នាំគ្នាដងទឹកមុខលាងមិនជ្រះដាំទឹកក្តៅមុខលាងក៏មិនជ្រះលុះគេស្រោចទឹកក្តៅលហើយលាងឲ្យមួយស្របក់នាងក៏ដឹងខ្លួនឡើងវិញមើលឃើញបងប្អូនមាសមិញមកជួបជុំត្រៀបត្រាមើលមកខ្លួនឯងសុទ្ធតែរំអិលពោះឆ្អាបក៏គ្រប់
នឹកទៅចិត្តខ្មាស់គេណាស់ក្រោកឡើងកន្ត្រាក់បានផ្ទល់ទឹកមួយលើគ្រូក្បាលដើរទៅមាត់កំពង់ដងទឹកងូតលៀងដូចម្ដេចក៏មិនជ្រះរំអិលពូនោះគាត់ថាអោខ្លួនអញអើយម្លេះទៅហើយនឹងនៅជាមនុស្សក៏ខ្មាស់គេបើស្លាប់ទៅប្រសើរជាងក៏យកផ្ទល់ទទួលក្បាលដើរទៅត្រង់មាត់ច្រាំងអន្លង់ជ្រៅនឹកប៉ងក្នុងចិត្តថាអញនឹងលោតទឹកសម្រាប់ខ្លួនឯងចោលគិតដូច្នេះហើយក៏លោតប្រុងទៅคล้ายខ្លួនទៅកើតជាផ្សោតញីភ្លៀមមុជក្នុងទឹកហែចាប់ត្រីស៊ីប្រងើយឪពុកម្ដាយរត់តាមទៅមើលកូនឯមាត់កំពង់ទឹករកពុំឃើញក៏នាំគ្នាយំសោកអឡោះអាល័យរៀបរាប់រឿងផ្សេងនៅមាត់ទឹកលុះត្រឡប់មកផ្ទះវិញបបួលប្តីប្រពន្ធអស់ពោះថ្លាន់យកទៅចោលក្នុងព្រៃធំមួយដោយស្មានថាពោះថ្លាន់វាស្លាប់ព្រោះគេវះពោះរយៈជាពីរទៅហើយតែធម្មតាពោះថ្លាន់តែមានប្រមាត់រស់គ្រាន់តែវះពោះប៉ុណ្ណោះមិនស្លាប់ទេលុះតែកាប់ដាច់ជាពីរជា3កំណាត់ទើបស្លាប់យូរទៅពោះថ្លាន់នោះជាសះស្បើយឡើងវិញហើយតាំងចិត្តលែងស៊ីមនុស្សនិងសត្វណាដែលគ្មានរោមគ្មានមុំមីការដែលពោះថ្លាន់លែងស៊ីមនុស្សនិងសត្វគ្មានរោមក៏ជាប់ជាទំនៀមពីត្រឹមនេះរហូតមកដល់ឥឡូវនេះឯសត្វផ្សោតក៏កើតមានពីត្រឹមនាងប្រពន្ធពោះថ្លាន់រហូតមកដល់សពថ្ងៃនេះក្បាលផ្សោតក៏ត្រងោរបៀមដូចជាទូផ្ទិលសេរីអវជីវៈរបស់ផ្សោតមិនខុសគ្នាពីមនុស្សប៉ុន្មានទេដូចជាដោះដូចជាប្រដាប់គេខ្មាស់និងសេរីអវជីវៈទៀតខ្លះសឹងតែដូចមនុស្សទាំងអស់គ្មានតែដៃនិងជើងប៉ុណ្ណោះរឿងកូន4នាក់មិនបំរើឪពុកក្នុងការកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរមានធនធានក្រាន់បើគាត់មានកូនប្រុស4នាក់មានអាយុគ្រប់ការទាំងអស់ក្រោយពីពេលដែលមានប្រពន្ធអនិច្ចកម្មទៅគាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេនៅជាមួយនឹងកូនប្រុសអស់1ឆ្នាំមានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចម្អិនអាហារនិងជួយមើលថែទាំរបស់ទ្រព្យកំពេចកំប៉ុកក្នុងផ្ទះគាត់ក៏រៀបការប្រពន្ធឲ្យកូនច្បងហើយយកកូនប្រសាស្រីមកនៅជាមួយបែងចែកទ្រព្យអស់មួយចំណែកឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅលុះរំលង1ឆ្នាំក្រោយមកទៀតគាត់ដកប្រពន្ធឲ្យកូនទី2ចែកទ្រព្យមួយចំណែកឲ្យដូចគ្នាតមកគាត់រៀបការកូនទី3បែងទ្រព្យមួយចំណែកឲ្យទៀតដល់ឆ្នាំជាគម្រប់4ក៏រៀបការឲ្យកូនទី4បែងទ្រព្យមួយចំណែកទៀតដែរនៅសល់តែផ្ទះមួយខ្នងពុំបានចែកគាត់ទុកនៅទាំងអស់គ្នាដែលគាត់ចែកទ្រព្យរបស់ឲ្យតលតែអស់រលីងពីខ្លួនដូច្នេះមកពីគិតថាឲ្យស្រឡះខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឲ្យកូនរុកស៊ីចិញ្ចឹមវិញរហូតដល់ស្លាប់ប៉ុន្តែគំនិតគាត់គិតនេះខុសស្រឡះកាលដែលគាត់នៅជាមួយកូនប្រុស4នាក់កូនទាំង4នោះស្រឡាញ់បងប្អូនណាស់ពុំដែលបែកចិត្តគំនិតពីឪពុកនិងបងប្អូនឡើយលុះបានប្រពន្ធមករៀងខ្លួនហើយក៏បែកចិត្តគំនិតផ្សេងពីគ្នានៅជាមួយគ្នាពុំសូវបានសុខចេះតែស្គៀបរមាស់បន្តិចទាស់នេះបន្តិចទាស់នោះក៏នាំគ្នាចោះចេញពីផ្ទះកំណើតទៅរកសង់ផ្ទះនៅទីតីពីគ្នាទាំងអស់ចោលតាឪពុកពោះម៉ាយឲ្យនៅតែឯកោអនាថាការកូនទាំង4នាក់ទើបនឹងចោះចេញពីផ្ទះឪពុកនៅថ្មីនៅហុចបាយហុចចំណីតាឪពុកបន្តិចបន្តួចរាល់ថ្ងៃលុះមានកូនខ្ចីគ្រប់គ្នាជួនប្តីរវល់ដើរទៅជួញស្រុកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅនឹងអាងមានកូនខ្ចីផងក៏បង្អង់ជួនបាយទឹកឪពុកក្មេកដោយមេខ្លះគិតថាប្រហែលប្អូនគេឲ្យហើយមេខ្លះគិតថាបងអានោះគេឲ្យហើយកូនប្រសានាំគ្នាគិតដូចនេះតែរៀងខ្លួនយូរទៅតានោះអត់បាយមួយពេលក៏មានពីរពេលក៏មានវេលាប្តីមកពីរកស៊ីវិញដឹងរឿងនេះបានស្ដីបន្ទោសប្រពន្ធនាងភរិយាខ្លះដោះសារថាកូនឈឺខ្លះថាខ្លួនពុំនៅរវល់ទៅជួញញាតិចិត្តខាងស្រេចតែមេប្រពន្ធ
វាដឹកមុខយ៉ាងណាប្តីតាមវាទាំងអស់ចំណែកតាពោះម៉ាយអត់បាយគ្មានសម្ពុតអាវស្លៀកពាក់ដល់ថ្នាក់ដើរសំទានគេបរិភោគរងទុកវេទនាពន់ពេកនឹងលក់ផ្ទះចាស់ក្រំគ្រាពុំបានថ្លៃផងហើយគ្មានអ្វីនឹងជ្រកនៅផងកាលនោះមានបុរសម្នាក់នៅកំឡោះមាន70បុរសហើយជាអ្នករៀនសូត្រចេះដឹងច្បាប់ទម្លាប់ស្គាល់គុណទោសច្រើនផ្ទះនៅភូមិចិត្តគ្នាដើរមកឃើញតានោះវេទនាដូច្នេះមានចិត្តអាណិតស្រឡាញ់ក្រៃពេកក៏សាកសួរថាលោកតាខ្ញុំធ្លាប់ឃើញលោកតាពីដើមជាអ្នកមានក្រណបាល់ឪពុកម្ដាយខ្ញុំក៏ធ្លាប់ទីពឹងលោកតាខ្លះដែរមិនក៏ឥឡូវនេះលោកតាវេទនាអីខ្លាំងម្ល៉េះក្រែងលោកតាមានកូនប្រុសដល់ទៅ4អ្នកដែរឬមិនក៏កូននោះវាមើលចំណាំមិនថែទាំលោកតាសោះក្រែងទ្រព្យរបស់លោកតាមានសល់ទុកខ្លះដែរឬមិនបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគប្រើប្រាស់តាចាស់ប្រាប់ទៅវិញថាអូលោកចៅអើយលាក់បាំងអីពីដើមតាមានទ្រព្យគ្រាន់បើពិតមែនប៉ុន្តែតាអាណិតស្រឡាញ់កូនពេកក៏ចែកឲ្យវាគ្រប់គ្នាអស់រលីងពីខ្លួនទៅគិតថាឲ្យវាចិញ្ចឹមតាវិញឥឡូវពួកវាមានប្រពន្ធហើយថែមទាំងមានកូនទៀតវាឃើញឯងអស់ទ្រព្យរលីងពីខ្លួនវាឥតនឹកនីរកតាសោះវាតាមតែប្រពន្ធតេងទៅចូលរោងក្តាមក៏វាចូលដែរខ្លួនតាសពថ្ងៃឈឺផងនៅតែម្នាក់ឯងផងវេទនាជាទីបំផុតដេកតែសម្រក់ទឹកភ្នែកចូលខ្នើយអស់ហើយបាយព្រឹកជាបាយល្ងាចជុងការអត់មួយពេលក៏មាននឹងធ្វើការរុកស៊ីអ្វីក៏មិនកើតពីព្រោះចាស់ជរាគ្រាន់តែដើរស្ទើរតែមិនរួចទៅហើយដោយលោកចៅឃើញស្រាប់តាដេកចាំតែដល់ថ្ងៃស្លាប់ទេចៅកំឡោះលន់មកថាយីអាកូនតាមានចិត្តអាក្រក់ដល់ម្លឹងណោបាយអីចឹងលោកតាកំភៃខ្ញុំមានឧបាយមួយធ្វើឲ្យលោកតាបានសុខកាយសប្បាយចិត្តដូចពីដើមវិញលោកតាធ្វើតាមខ្ញុំលោកតារកពីងមានមាត់តូចល្មមមួយជុះអាចនឹងនោមឲ្យពេញហើយរកកំណាត់សម្ពុតរុំបិទមាត់ឲ្យចិត្តជីកកប់ក្នុងដីចិត្តជើងសសរទ្រង់ផ្ទះហើយបើមានអ្នកណាដើរមកទៅលោកតានិយាយប្រាប់ថាខ្ញុំនៅសល់កំណប់ប្រាក់មាសមួយពីងកប់ទុកពុំតាន់ចែកឲ្យកូនណានៅឡើយចាំមើលកូនណាចិត្តបានដឹងគុណបើខ្ញុំទៀបស្លាប់នឹងប្រគល់ឲ្យទៅកូននោះលោកតានិយាយប្រាប់មនុស្សដែលជួបកង្ខានក្នុងរវាប៉ុន្មានថ្ងៃខែខាងមុខនេះលោកតាកុំដើរសំទានគេទៀតចាំខ្ញុំយកបាយទឹកមកជូនពិសាកំព្រួយតាចាស់ក៏តាំងធ្វើតាមចៅសប្បុរសទាំងអស់លុះបានប្រហែល5ថ្ងៃសម្ដីតានោះបានដឹងដល់កូនប្រុសនិងកូនប្រសាទាំង8នាក់វាមានចិត្តលោភចង់បានកំណប់តារៀងខ្លួនក៏នាំគ្នាយកបាយទឹកម្ហូបចំណីផ្លែឈើទុំខ្ចីគ្រប់មុខនិងខោអាវក្រមាមកផ្គប់គុណជូនតាឪពុករៀងរាល់ថ្ងៃពុំមានខ្វះថ្ងៃណាមួយឡើយតាចាស់បានសះជារោគមានសាច់ឈាមស្រស់បោះមានកម្លាំងពលំសុខកាយសប្បាយចិត្តតាំងពីថ្ងៃនោះមករហូតដល់អស់អាយុលុះតាស្លាប់ហើយកូនក៏នាំគ្នាធ្វើបុណ្យអធិកអធមតាមទំនៀមរួចស្រេចកូនទាំង4នាក់និងកូនប្រសាគិតនាំគ្នាកោះពីងកំណប់ចែកគ្នាប៉ុន្តែក្រែងបែកមិនស្មើភាកនាំឆ្លោះប្រកែកគ្នាក៏ទៅរកគ្រូមកម្នាក់ឲ្យមកជួយចែកលោកគ្រូនោះទទួលព្រមប៉ុន្តែគាត់ថាកំណប់មាសប្រាក់ច្រើនដល់ទៅមួយពីងគាត់ចង់បានមួយចំណែកដែរហើយគាត់គិតក្នុងចិត្តថាគាត់ធ្វើមេចំណែកត្រូវបានច្រើនជាងកូនចំណែកផងគាត់ដើររូតរះមកដល់ផ្ទះកំណប់ភ្លាមតាំងយកភួយធំមួយមករុំជូតក្បាលធំតើងមើងធ្វើឲ្យខោងកណ្ដាលដូចគេទូជើងឆ្នាំងផ្ងាក៏តាំងអង្គុយពេនភ្នែនលើផ្ទៃដីរៀបរលីងថ្មិចភ្នែកសង្រួមស្មឹងស្មាតឈោមមុខត្រង់ទៅទិសខាងកើតហើយគាត់ប្រាប់កូនទាំង4នាក់ឲ្យទៅកោះយកពីងកំណប់មកប៉ុន្តែគាត់ហាមថាកុំអាស្រាយមាត់ពីងក្រែងខុសតំណមចាំគាត់បង្កប់សិនលុះយកពីងមកដល់ផ្ទះហើយគាត់ឲ្យកូនទាំង4នាក់ឈរគ្រប់ទិសទាំង4ថ្មិចភ្នែកយកដៃទាំងអស់គ្នាចាប់លើកពីងទ្រ
ស្ទុយបិទទូលើក្បាលហើយសឹមស្រាយចំណងមាត់ពីងនាំគ្នាទៀងមាត់ពីងស្រោចកំណប់មុខលើក្បាលគាត់បាកំណប់ជ្រុះធ្លាក់ទៅទឹកណាប្រមាណត្រូវបានតែអ្នកឈរកំណាន់ទិសនោះកំណប់ណានៅសល់ទើលើឈ្នួតក្បាលគាត់ត្រូវបានជារង្វាន់លោកគ្រូទាំងអស់កូនទាំង4នាក់ក៏ចាប់ផ្ដើមធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឲ្យលៀងភរិយាទាំង4នាក់ឈរកាន់កញ្ជើរៀងខ្លួនចាំកើតក្នុងពេលដែលចែកកំណប់នោះមានអ្នកស្រុកចិត្តខាងនៅចាំមើលដែរនិមិត្តតែគេលើកពីងបិទទូលរួចស្រាយមាត់ពីងផ្ទៀងចាក់ឈូមកទឹកម៉ាំត្រាំលាមកច្រើនខួបហូតឈូស្រោចលើក្បាលលោកគ្រូពេញកំពុងហើយខ្ទាតបាចសាច់ចេញទៅគ្រប់ទិសប្រឡាក់ប្រឡោះពីពេញមុខមាត់និងសម្ពត់អាវរហូតដល់នាងប្រពន្ធទាំង4នាក់ទៀតលោកគ្រូបានចំណែកច្រើនជាងគេធំក្លិនខ្មេះថាមិនត្រូវគេឃើញលោកគ្រូស្រមៅបាត់មុខមាត់រូបរាងអស់ខំក្រោកឡើងសោះក៏ក្រោះខ្មាស់អស់ពួកបរិស័ទដែលឈរចាំមើលពួកបរិស័ទក៏ផ្អើលខំរត់ប្រញាប់ចេញប្រដេញគ្នាទៅផ្ទះរៀងខ្លួនទៅលោកគ្រូស្រែកជេរកែសំនួនទៅកូនទាំង4នាក់នឹងគុំប្រសាសថាខ្មោចមេដែងអាដែងទាំងអស់គ្នាអាមេអស់នេះបានធ្វើបាបខ្មោចឪពុកវាច្រើនហើយមកទៅបានជាកំណប់មាសប្រាក់អន្តរាយខ្លាយទៅជាអាចនោមប្រឡាក់ខ្លួនអញដូច្នេះយីខ្មោចអផេះមេកំផេះអស់នេះខូចមែនលោកគ្រូនិងកូនសិស្សនាំគ្នារត់រហ័សលោតទម្លាក់ខ្លួនទៅក្នុងទន្លេប្រងខំត្រាំទឹកលាងបាបអស់1ម៉ោងម្នាក់រួចនាំគ្នាឡើងទៅផ្ទះរៀងខ្លួនទៅបានសេចក្តីក្តៅក្រហាយស្ដាយក្រោយខ្មាស់គេតកូនតចៅ